chẳng cái to cho mỗi lần sọp sọp ở bụng mặt đai đại chia sạch một cái đó nè lần này bật chỉ冲từ lưỡi côn mềm ẩm của đại quạt mình điện này là bốn បាទអរគុណសំណួរនេះគឺជាសំណួរដែលសំខាន់ណាស់មែនទែនទៅឪពុកម្ដាយឬក៏បុព្វការីជនរបស់យើងនឹងសពរបស់គាត់នឹងមិនឆុងជាមួយនឹងកូនចៅទេហ្នឹងហើយដល់ពេលដែលគាត់បានចែកឋានទៅអ្នកខ្លះចេះតែប្រកាសតែឆុងចេះឆុងចុះតាមពិតទៅសពមេដាបិតាមិនឆុងជាមួយកូនបង្កើតហើយនឹងចៅបង្កើតទេហ្នឹងហើយសូមបងប្អូនយើងកុំមានការយល់ច្រឡំឬក៏ដល់ពេលមានធុរៈរវល់បុណ្យសពរវល់អីគិតតែពីរឿងឆុងអាហ្នឹងគឺថាយើងដាច់បុណ្យដាច់កុសលអស់ហើយដូច្នេះមិនឆុងទេណាហ្នឹងហើយសូមជម្រាបដោយខ្លីតែប៉ុណ្ណឹងបាទហើយមូលហេតុដែលថាអត់ឆុងគឺដោយសារតែដំណឬក៏ឆ្លាយ DNA របស់គាត់ហើយនឹងយើងមេដាបិតាជាមួយនឹងកូនចៅឬក៏ចៅបង្កើតនឹងជាប់គ្នាអញ្ចឹង DNA ជាប់គ្នាអត់អាចធ្វើឲ្យឆុងបានទេហ្នឹងហើយទី2ក្នុងករណីហ្នឹងក៏មានការឆុងខ្លះដែរប៉ុន្តែមិនមែនឆុងជាមួយនឹងសពរបស់បុព្វការីជនទេហ្នឹងហើយឆុងនេះគឺទី1ទៅអាចថាដោយសារសំឡេងព្រោះឲ្យពេលពិធីបុណ្យហ្នឹងអាចនឹងមានសំឡេងស្គរដូចជាស្គរធំឬក៏ពិនពៀតអីពេលដែលយើងលើកសពដាក់ទៅលើទៅក្នុងមឈូសហ្នឹងសំឡេងស្គរហ្នឹងគឺរោខ្លាំងឬក៏សំឡេងមីក្រូហ្នឹងចាក់លាន់រំពងខ្លាំងហើយចំអង្សាឆុងហ្នឹងឧទាហរណ៍ថាឆ្នាំនេះឆុងនៅទិសខាងជើងស្រាប់តែដេញសំឡេងដែលលាន់ហ្នឹងចេញពីទិសឆុងហ្នឹងមកអាហ្នឹងគឺថាមិនចាំបាច់តកូនចៅបកកើតទេអ្នកណាក៏ប៉ះដែរក៏ឆុងដែរដោយសារតែធ្វើឲ្យធម្មពលរបស់អង្សាឆុងហ្នឹងក៏ក្រើកហ្នឹងវាមកប៉ះជាមួយនឹងយើងនេះគឺឆុងគ្រប់គ្នាទាំងអស់តែដោយឡែកបញ្ជាក់ម្ដងទៀតកុំឲ្យយល់ច្រឡំជាមួយនឹងសពរបស់បុព្វការីជនយើងថាទៅបុណ្យឪពុកធំទៅបុណ្យម្ដាយធំម្ដាយមីងឬបុណ្យប៉ាបុណ្យម៉ាក់អីដែលគាត់ចែកឋានទៅហើយធ្វើឲ្យកូនចៅឆុងនោះគឺអត់មានទេហ្នឹងហ្នឹងហើយអញ្ចឹងសូមបងប្អូនកូនក្មួយទាំងអស់កុំមានការយល់ច្រឡំរវាងការឆុងគឺខុសគ្នាអញ្ចឹងសម្រាប់អ្នកខាងក្រៅហ្នឹងក៏អញ្ចឹងដែរទី1បើសិនជាយើងចូលរួមនៅក្នុងពិធីបុណ្យហ្នឹងហើយសពនៅក្នុងមឈូសហ្នឹងដែលយើងលើកដាក់មឈូសហើយមានន័យថាគាត់ទៅអត់ឃើញសពទេហ្នឹងហើយដូច្នេះសពនៅក្នុងក្តារមឈូសទៅហើយមានអីទៅឆុងទៀតសំណួរវិលមកដដែលគឺឆុងដោយសារសំឡេងនោះហ្នឹងអញ្ចឹងហើយបានជានៅភ្នំពេញយើងថ្ងៃនេះណាខ្ញុំដើរបុណ្យសពភាគច្រើនគេអត់ចាក់ខ្លាំងទេគេចាក់សំឡេងល្មមមកអាចទទួលយកបានមិនអោយក៏ក្រើកមិនអោយលន់មិនអោយគេហៅថារបើកធម្មពលឆុងដល់ភ្ញៀវទេដូច្នេះបើសិនជាយើងធ្វើតាមភ្នំពេញសពថ្ងៃដាក់ធុងបាសចាក់ល្មមល្វើយនៅក្នុងរោងបុណ្យហ្នឹងគឺអ្នកណាក៏អត់ឆុងដែរទី1ដោយសារអីសពនៅក្នុងមឈូសបាត់ទៅហើយអត់មានឃើញសពនៅខាងក្រៅទេហ្នឹងណាដូច្នេះកុំភ័យអារឿងឆុងរឿងអីកាលណាយើងចេះតែភ័យយើងចេះតែបារម្ភគឺយើងអត់បានបំពេញកតបកិច្ចអត់បានបំពេញជាបុណ្យជាកុសលអីទេហ្នឹងហើយមានប៉ុណ្ណឹងពលារបស់សពមាន2បើយើងគិតទៅ3ហ្នឹងទី1គឺពលាដែលយើងលើកសពដាក់មឈូសលើកសពដាក់ក្នុងមឈូសហ្នឹងអ្នកដែលឆ្នាំឆុងគេហាមចេះឧទាហរណ៍ថាសពឆ្នាំថោះអញ្ចឹងគេប្រកាសជាយកថ្ងៃកុលឬម៉ោង1មេអីហ្នឹងហើយអញ្ចឹងកុល1មេថោះប្រែឈើដូច្នេះក្នុងម៉ោងហ្នឹងម៉ោងឈើត្រៃភាគីប្រែធាតុទៅជាឈើគេលើកសពដាក់ក្នុងមឈូសដូច្នេះកូនចៅណាដែលឆ្នាំរកាវាឆុងជាមួយថោះនិយាយពីរឿងមិនកូនចៅនិយាយរឿងថាភ្ញៀវណាហ្នឹងហើយម៉ោងរកាថ្ងៃរកាហ្នឹងវាងាយឆុងនឹងសំឡេងហ្នឹងយើងនិយាយមិញហ្នឹងយើងនិយាយថាឆុងដោយសារសំឡេងមិនមែនឆុងដោយសារសពទេប៉ុន្តែវាងាយប៉ះទៅនឹងសំឡេងដែលលាន់ហ្នឹងក្នុងម៉ោងថ្ងៃដែលយើងឆុងភ្ញៀវក៏ដោយអញ្ចឹងណាហ្នឹងហើយហេតុនេះហើយបានជាគេប្រកាសថាឥឡូវម៉ោងនេះហ្នឹងហើយយើងលើកដាក់មឈូសហាមឆ្នាំនេះ
កុំឲ្យមកចិត្តហាមឆ្នាំនោះកុំឲ្យមកចិត្តដោយសារអីពេលនោះហើយមានភ្លេងលេងមានអាចារ្យគេស្រែកក្នុងវាគ្រូនឹងប្រកោសប្រកាសឲ្យជាដើមហ្នឹងក៏សិតតែជាសំលេងមួយដែលលន់រំពងធ្វើឲ្យរបើកនៅធម្មពលឆុងហ្នឹងវាងាយឆុងជាងគេក្នុងចំណោមអ្នកដែលមានឆ្នាំឆុងហ្នឹងហើយប៉ុន្តែវាមិនមែនឆុងមនុស្សជាទូទៅនោះទេហ្នឹងវាមានតែឆ្នាំដែលគួរឆុងហ្នឹងហ្នឹងហើយ ก็ไม่ได้ทางเช่นแบบเราผมปีนี้ได้ถือเลือกซอบปัจจุบันชุบเอาจากมูลนิธิเลือกชุบดักลานดักไอ้นั่นเป็นอันนั้นมันแบบจีการช่องเลือกผมเหรอបាទអាហ្នឹងចេះតាមគ្រូចិនតែពីលាដែលហែសពចេញនៅពីទី1ពីលាលើកសពដើម្បីឈូទី2ពីលាហែសពចេញហើយនឹងទី3ពីលាដែលបញ្ចុះសពនឹងពីលាហែសពចេញមិនទេទៅគេកណនាទេរយៈចម្ងាយពីផ្ទះបុនសពទៅដល់កន្លែងបញ្ចុះនឹងប្រហែលគីឡូហើយគេកណនាថាយើងហែប្រហែលម៉ោងទៅដល់នោះហ្នឹងហើយអញ្ចឹងទេទៅដល់កន្លែងបញ្ចុះសពហ្នឹងក៏អត់ឆុងអីដែរប៉ុន្តែអាសុលដែលវាកើតមានគឺមាន2ហ្នឹងទី1សពដែលចូលក្នុងមឈូសហើយគេហាមបើកដោយសារសន្ធប់នឹងសន្ធប់ម៉ោងឈើយើងឧទាហរណ៍ណាហើយកាលណាកូនចៅមកទាំងអស់ថាឥឡូវដល់កន្លែងបញ្ចុះសពហើយសុំបើកមើលមុខហ្នឹងហើយអ្នកដែលអត់ត្រូវការធាតឈើតែបើកមកគឺថាជាទូទៅមនុស្សស្លាប់ទៅក្នុងរយៈកាលប្រហែលម៉ោងនោះវាចាប់ផ្ដើមហើមវាចាប់ផ្ដើមមានក្លិនតែអញ្ចឹងទេក៏បើសិនជាបើកទៅហើយធ្វើឲ្យធាតក្នុងពេលដែលបើកហ្នឹងជាមួយនឹងអាពីលាដែលសន្ធប់នៅក្នុងមឈូសដែលយើងលើកដាក់មឈូសនៅផ្ទះណាហ្នឹងហើយធ្វើឲ្យមានការប៉ះពាល់ទៅដល់អ្នកដែលអត់ត្រូវការធាតហ្នឹងអញ្ចឹងហើយបានគេហាមណាទី2ទៀតសពកាលណាយើងដាក់ចូលទៅក្នុងរណ្ដៅហើយកើតមានអសលមួយទៀតហើយហ្នឹងហើយដូច្នេះបានជាគេមិនឲ្យយើងទៅបើកមឈូសនៅក្នុងរណ្ដៅឬក៏បើកមឈូសមុនពេលដែលហែចេញដោយសារគេមានពលាគេសន្ធប់ហ្នឹងហើយនៅក្នុងនឹងអស់ហើយតែកាលណាយើងទៅបើកមានន័យថាវាខុសពលាទៀតណាដូច្នេះធ្វើឲ្យតាមទំនៀមទម្លាប់របស់កូនចៅចិនដែលធ្វើឲ្យមានការខុសពលាអញ្ចឹងទៅវាអត់ស្ងប់ចិត្តអត់ស្ងប់អារម្មណ៍អីចឹងណាហ្នឹងហើយឬក៏ធ្វើឲ្យប៉ះពាល់ដល់អ្នកនេះអ្នកនោះអីចឹងជាដើមតាមបែបហ្នឹងទេតាមពិតទៅសពវាមិនមែនទៅឆុងឲ្យយើងទាំងអស់គ្នាហ្នឹងទេវាឆុងដោយមនុស្សតាមម៉ោងតាមពេលហ្នឹងហ្នឹង